2 ឆ្នាំទាំង12 1 ឆ្នាំជូតធាតុទឹកពងទេវតាប្រុសបុរសស្ត្រីណាដែលកើតក្នុងឆ្នាំនេះនាមជាសត្វកណ្ដុរពងទេវតាប្រុស1មានសេចក្តីក្លាហានមុំមុតពុះពៀគ្រប់ឧបសគ្គសម្រាប់ការងារដោយខ្លួនឯង2ចូលចិត្តការរាប់អាននិងឈឺឆ្អាលចំពោះរឿងអ្នកដទៃ3ច្រើនតែអភ័ព្វដោយសារជួយយកអាសាគេហើយទទួលបានផ្ដល់នូវភាពអកតញ្ញូមកវិញ4ធ្វើដំណើរទៅណាច្រើនមានមនុស្សឆោមរោមកកក5បើការរាជការគេភិកច្រើនបានបុណ្យស័ក្តិ5បើការរាជការភិកច្រើនបានបុណ្យស័ក្តិធំនិងមានមន្ត្រីចូលរាប់អានច្រើន6បុរសស្ត្រីដែលកើតនៅក្នុងឆ្នាំគួរតែរកស៊ីនៅក្នុងជើងគោកទៅប្រសើរ2ឆ្នាំឆ្លូវឆ្នាំឆ្លូវធាតុដីពងទេវតាប្រុសបុរសស្ត្រីណាដែលកើតក្នុងឆ្នាំឆ្លូវនាមសាច់គោពងទេវតាប្រុស1ភិកច្រើនមនុស្សអភ័ព្វគូព្រេងហត់នឿយខាងដើមច្រើនលុះដល់ចុងក្រោយបានល្អក៏ប្រសើរឡើងវិញ2បើរកស៊ីផ្នែកចំនួននឹងទទួលបានផលមធ្យម3បើធ្វើការរាជការភិកច្រើនបានបុណ្យស័ក្តិល្មម4ជាមនុស្សចូលចិត្តមានស្នេហានិងដើរលេងច្រើន5ចូលចិត្តដើររកស៊ីឆ្ងាយភិកច្រើនធ្វើមុខរបរចំនួនជួញដូរ6បើជាបុរសឃើញស្ត្រីភិកច្រើនអួតពីកម្លាំងបើជាស្ត្រីអួតពីសម្រស់ខុសពីឆ្នាំដទៃទៀត3ឆ្នាំខាលធាតុឈើពងយក្សស្រីបុរសស្ត្រីណាដែលកើតក្នុងឆ្នាំខាលនាមជាសត្វខ្លាពងយក្សាស្រី1ជាមនុស្សច្រើនអភ័ព្វញាតិ2ជាមនុស្សដែលគេច្រណែននឹងទីច្រើននិយាយអាក្រក់ពីខ្លួនច្រើន3មានលៀបភិកច្រើនជាលៀបធំ4បើធ្វើការនឹងបានមុខតំណែងធំនឹងមានគេយកជួយអាសា5ប្រកបមុខរបរលក់ដូរនឹងបានល្អប្រសើរ6ភិកច្រើនជាមនុស្សមិនសូវចូលចិត្តដើរឆ្ងាយទេ7មានគេឲ្យលៀបជារឿយ4ឆ្នាំថោះធាតុទឹកពងមនុស្សស្រីបុរសស្ត្រីណាដែលកើតឆ្នាំថោះនាមជាសត្វទន្សាយពងមនុស្សស្រី1ភិកច្រើនជាមនុស្សស្លូតបូតរាប់អានញាតិមិត្តច្រើន2ជាមនុស្សមានប្រាជ្ញាមានភិកច្រើនខ្ជិលសិក្សា3រកស៊ីតឹងតែងណាស់4បើរាប់អានអ្នកធំភិកច្រើនអភ័ព្វខ្លួន5បើរកស៊ីលក់ដូរនឹងទទួលបានផលល្អបង្គួរបើរកស៊ីឆ្ងាយមិនសូវទទួលល្អទេ6ជាមនុស្សមានសន្តានចិត្តមិនសូវចង់គំនុំគុំគួនឡើយ7ចូលចិត្តផ្គប់គុនគេបើធ្វើការរាជការនឹងបានជាធំ8ច្រើនជាមនុស្សមានជំងឺច្រើនចូលចិត្តនិយាយលេងសើចច្រើន5ឆ្នាំរោងធាតុមាសពងទេវតាប្រុសបុរសស្ត្រីណាដែលកើតឆ្នាំរោងនាមជាសត្វនាគពងទេវតាប្រុស1ភិកច្រើនជាមនុស្សមានឫទ្ធិអំណាចខ្ពស់ជាមនុស្សមានឫស្សីខ្ពស់2មានវោហារស័ព្ទច្រើនអ្នកផងគោរពរាប់អាន3ជាមនុស្សឆាប់ខឹងតែរសាយកំហឹងមិនចងគំនុំ4បើរកស៊ីជួញដូរមិនសូវល្អទេ5បើធ្វើការរាជការរមែងបានជាធំ6ចូលចិត្តដើរឆ្ងាយលុះចាស់ជរាច្រើនទៅមានលៀបចូល7ជាមនុស្សអភ័ព្វពីដំបូងលុះចុងក្រោយទៅប្រសើរឡើងវិញ6ឆ្នាំម្សាញ់ធាតុភ្លើងពងមនុស្សប្រុសបុរស
ស្ត្រីណាដែលកើតក្នុងឆ្នាំម្សាញ់នាមជាសត្វពស់ពងមនុស្សប្រុស 1. ភាគច្រើនជាមនុស្សជួយយកអាសាគេចូលចិត្តនិយាយចចាច្រើនតែអត់ប្រយោជន៍ 7. ធ្វើការច្រើនខ្ជាជាមនុស្សមិនចូលចិត្តរាប់អានច្រើន 3. បើបានរាប់អានគឺសម្លឹងមើលតែផលប្រយោជន៍អ្វីមួយពីបុគ្គលនោះ 4. បើសេពគប់មនុស្សឬអ្នកធំនឹងបានផលមធ្យម 5. ធ្វើការរាជការមិនសូវល្អទេ 6. ទ្រព្យសម្បត្តិល្អមធ្យមតែចិត្តកំណាញ់បន្តិចតែមុននឹងឲ្យត្អូនត្អែជាមុនសិន 7. ឆ្នាំមមីឆ្នាំមមីធាតុភ្លើងពងទេវតាប្រុសបុរសស្ត្រីណាដែលកើតឆ្នាំមមីនាមជាសត្វសេះពងទេវតាប្រុស 1. ជាមនុស្សចូលចិត្តនៅស្ងប់ស្ងាត់ច្រើនតែក៏ចូលចិត្តលេងសើចច្រើន 2. មានភាពស្មោះត្រង់និងក្លាហាន 3. ជាមនុស្សនិយាយច្រើនរឿងការងារតែមិនខ្ជិលទេ 4. អ្នកផងស្រឡាញ់រាប់អានច្រើនមានលៀបជារឿយ 5. បើធ្វើការរាជការនឹងបានជាធំរកស៊ីល្អបង្គួរដើរតឆ្ងាយមិនសូវល្អឡើយ 6. ជាមនុស្សហាត់នឿយច្រើនភាគច្រើនមិនសូវចង់បានរបស់គេទេ 8. ឆ្នាំមមេឆ្នាំមមេធាតុមាសពងទេវតាស្រីបុរសស្ត្រីណាដែលកើតក្នុងឆ្នាំមមេនាមជាសត្វពពែពងទេវតាស្រី 1. ជាមនុស្សមានចិត្តក្លាហានមមុត 2. ធ្វើដំណើរទៅណាមកណាច្រើនមានគេស្រឡាញ់រាប់អានច្រើន 3. លៀបសក្ការៈភិកច្រើនមានមនុស្សនាំយកមកឲ្យ 4. បើធ្វើការច្រើនបានធំបើមានទុកទោសនឹងមានគេជួយយកអាសា 5. ជាមនុស្សអាស្រ័យល្អចំពោះអ្នកដទៃ 6. តែងត្រង់សម្ដីគួរតែកុំនិយាយពីឥតប្រយោជន៍ច្រើនពេកអាចមានទុកទោសដល់ខ្លួន 9. ឆ្នាំវោកឆ្នាំវោកធាតុដែកពងយៈប្រុសបុរសស្ត្រីណាកើតក្នុងឆ្នាំវោកនាមជាសត្វស្វាពងយៈសាប្រុស 1. ជាមនុស្សមានគេរាប់អានច្រើនលៀបសក្ការៈច្រើនបានផលពីប្រតិចារ 2. ជាមនុស្សវោហារស័ព្ទច្រើន 3. ចូលចិត្តលេងសើចញ៉េះញ៉ោះច្រើនឥតប្រយោជន៍ប៉ុន្តែឧស្សាហ៍ព្យាយាម 4. លំបាកពីដំបូងចុងក្រោយទៅល្អប្រសើរ 5. បើរាប់អានអ្នកធំនឹងបានផលល្អបង្គួរ 6. បើរកស៊ីជួញដូរល្អប្រសើរណាស់ 10. ឆ្នាំរកាឆ្នាំរកាធាតុដែកពងយៈសាប្រុសបុរសស្ត្រីណាដែលកើតឆ្នាំរកានាមសត្វមន់ពងយៈសាប្រុស 1. ជាមនុស្សមានចិត្តសេចក្តីក្លាហានមមុតតែឆេវឆាវបន្តិច 2. ជាមនុស្សស្មោះត្រង់មានប្រាជ្ញាមានអាចសម្រេចបាននៅកិច្ចការទាំងពួនបានយ៉ាងល្អប្រសើរតែឆាប់ចាញ់បោកពាក្យលួងលោម 3. ច្រើនមានមនុស្សបតីច្រណែននិយាយអាក្រក់ពីខ្លួន 4. លៀបសក្ការៈភិកច្រើនមានចាស់ប្រធាចារនាំយកមកឲ្យ 5. បើធ្វើការរត់និងសេពគប់អ្នកធំនឹងទទួលបានផលល្អបង្គួរ 6. បើប្រកបមុខរបរលក់ដូរនឹងបានផលល្អប្រសើរ 11. ឆ្នាំចឆ្នាំចធាតុដីពងយៈសាស្រីបុរសស្ត្រីណាដែលកើតឆ្នាំចមាននាមជាសត្វឆ្កែពងយៈសាស្រី 1. ជាមនុស្សមានសេចក្តីក្លាហានស្មោះត្រង់ស្លូតបូតតាមមនុស្ស 2. ជាមនុស្សដែលមានគេរាប់អានស្រឡាញ់ច្រើនចូលចិត្តច្រើនមានគេជួយច្រើន 3. តែលៀបសក្ការៈបានដោយក្រលំបាកជាខ្លាំង
4. បើសេពគំអ្នកធំមន្ត្រី10000នឹងបានផលល្អដោយស្រែកជួយផ្ដួចផ្ដើម 5. បើធ្វើការរត់មិនសូវល្អទេបើរកស៊ីលក់ដូរបានផលល្អណាស់ 6. ជាមនុស្សនិយាយច្រើនតែមិនសូវធ្វើទេ 7. ជាមនុស្សឆាប់ខឹងតែមិនសូវចងគំនុំទេ 12. ឆ្នាំកុរឆ្នាំកុរធាតុទឹកពងមនុស្សស្រីបុរសស្ត្រីណាដែលកើតឆ្នាំកុរមាននាមជាសត្វជ្រូកស្ថិតនៅពងមនុស្សស្រី 1. ជាមនុស្សស្រី 1. ជាមនុស្សខ្ជិលច្រអូសបន្តិចតែព្យាយាមស្មោះត្រង់តែឆាប់ខឹង 2. បើភ័យអាសន្ននឹងមានគេជួយយកអាសា 3. ជាមនុស្សដែលគេរាប់អានចូលចិត្តច្រើន 4. បើជាមនុស្សប្រុសច្រើនបានលៀបពីមនុស្សស្រីផ្ដល់ឲ្យ 5. បើធ្វើការច្រើនមានធ្វើធំនិងមានឈ្មោះល្បីល្បាញ